បងប្រុសសម្បូរហើយនឹងបងស្រីចាន់នីគាត់ទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នាយូរឆ្នាំមកហើយពួកគាត់ទាំងពីរនាក់ខំរកស៊ីតាំងពីជីវភាពខ្វះខាតនិងខ្វះមុខខ្វះក្រោយរហូតដល់មានជីវភាពធូរធារលែងដូចមុនទៀតមានទាំងលុយឡានផ្ទះបងប្រុសសម្បូរនិងបងស្រីចាន់នីនៅពេលពួកគាត់ទាំងពីរនាក់មានលុយបន្តិចបន្តួចបងប្រុសសម្បូរក៏បានសុំបងស្រីនីដែលជាប្រពន្ធរបស់គាត់គឺសុំទិញដីចម្ការមួយកន្លែងទុកសម្រាកពីការងារម្ដងម្កាលអីចឹងទៅនៅពេលទិញដីចម្ការបានហើយបងប្រុសសម្បូរក៏គាត់ឆ្លៀតសន្សំលុយធ្វើផ្ទះចម្ការ3បន្ទប់នឹងធ្វើកញ្ចុះ2 3នៅទុកសម្រាកលេងយកខ្យល់អាកាសធម្មជាតិនិងដាំដើមឈើជាច្រើនដើម្បីជាម្លប់ត្រជាក់ហើយបងប្រុសសម្បូរក៏បានយកបងជីដូនមួយរបស់គាត់ដើម្បីឲ្យចាំចម្ការរបស់គាត់ព្រោះអីបងប្រុសសម្បូរនិងប្រពន្ធរបស់គាត់ជប់រវល់តែធ្វើការមិនសូវមានពេលបាននៅមើលថែទេយូរបានមកម្ដងអញ្ចឹងហើយទើបបងប្រុសសម្បូរហ្នឹងហើយនឹងបងស្រីចាន់នីដែលជាប្រពន្ធរបស់គាត់សម្រេចចិត្តយកបងប្រុសជីដូនមួយដែលជាបងប្រុសសម្បូរហ្នឹងឲ្យចាំចម្ការឲ្យហើយបងប្រុសជីដូនមួយរបស់បងប្រុសសម្បូរគាត់មានឈ្មោះថាបងម៉ានគាត់មិនមានប្រពន្ធទេគឺគាត់នៅកំឡោះចាស់ប៉ុន្តែបងម៉ានគាត់មិនមែនជាមនុស្សចាស់ណាស់ណាអីនោះទេគឺសមនឹងរូបរាងរបស់គាត់បន្ទាប់ពីបងម៉ានគាត់មកនៅចំការបានកន្លះខែជួនជាថ្ងៃអាទិត្យហើយបងប្រុសធីហើយបងប្រុសសម្បូរនិងបងស្រីចាន់នីក៏សម្រាកពីការងារបងប្រុសសម្បូរនិងបងស្រីចាន់នីមកលេងចំការមកដល់ពួកគាត់ទាំងពីរនាក់ក៏បានបបួលគ្នាទៅសម្រាកនៅចំការមួយយប់បងប្រុសសម្បូរនិងបងស្រីចាន់នីក៏បានបើកឡានចេញពីផ្ទះមកដើម្បីមកចំការសម្រាប់លេងនៅផ្ទះចំការរបស់គាត់នៅពេលមកដល់ពាក់កណ្ដាលផ្លូវបងស្រីចាន់នីក៏បានឲ្យបងប្រុសសម្បូរឈប់ឡាននិងទិញគ្រឿងហូបបន្តិចបន្តួចទុកហូបជុំគ្នាជាមួយនឹងបងប្រុសម៉ាននៅពេលទិញរបស់របរបន្តិចបន្តួចរួចហើយបងប្រុសសម្បូរក៏បើកឡានយ៉ាងប្រញាប់ឲ្យឆាប់ដល់ផ្ទះចម្ការរបស់គាត់នៅពេលមកដល់ផ្ទះចម្ការភ្លាមបងស្រីចាន់នីក៏មិននៅចាំយូរអីដែរក៏ចាប់ផ្ដើមធ្វើម្ហូបភ្លាមតែម្ដងបន្ទាប់ពីបងស្រីចាន់នីធ្វើម្ហូបរួចអស់ហើយក៏បានរៀបចំដាក់នៅលើតុរួចក៏ទៅងូតទឹកនឹងបានហូបបាយជុំគ្នានៅពេលហូបបាយរួចបងស្រីចាន់នីនិងបងប្រុសសម្បូរក៏បានចូលក្នុងបន្ទប់ដើម្បីសម្រាកយកកម្លាំងព្រោះថាមួយអាទិត្យគាត់ខំប្រឹងធ្វើការមែនតើមិនមានពេលសម្រាកនោះទេមានតែថ្ងៃសៅរ៍អាទិត្យទេបានសម្រាកបងប្អូនហើយបងប្រុសម៉ានគាត់មិនបាននៅដេកនៅក្នុងបន្ទប់ក្នុងផ្ទះទេគាត់ខ្លាចរំខានដល់អ្នកមានប្តីប្រពន្ធអញ្ចឹងទៅគឺគាត់យល់គឺបងម៉ានគាត់យល់ថាអ្នកមានប្តីប្រពន្ធអញ្ចឹងទៅមិនហ៊ាននៅរំខានទេគឺគាត់ទៅដេកនៅលើចុះឲ្យដល់ចំការនោះឯងអញ្ចឹងទៅបងប្រុសម៉ានគាត់ក៏មិនបាននៅដេកនៅឯបងប្រុសម៉ានគាត់ក៏បានទៅដេកនៅឯលើកញ្ចុះនៅកណ្ដាលចំការនៅយប់ជ្រៅបន្តិចបងប្រុសសម្បូរក៏បានដេកលក់បាត់ទៅនៅតែបងស្រីចាន់នីដេកមិនលក់ព្រោះអីគាត់ផ្លេចកន្លែងអញ្ចឹងទៅបងស្រីចាន់នីគាត់ក៏បានចេញមកក្រៅក៏ឃើញបងប្រុសម៉ាននៅមិនទាន់ដេកនៅពេលនោះបងស្រីចាន់នីបានដើរទៅរកបងប្រុសម៉ាននៅពេលដើរដល់ស្រាប់តែបងម៉ានគាត់ក៏បានភ្ញាក់រួចក៏សួរបងស្រីចាន់នីថាចាន់នីមកទីនេះធ្វើអីមិនដេកយប់ជ្រៅហើយវាមិនសមទេដែលចាន់នីមកកន្លែងបងដេកប្រយ័ត្នបូវាគិតមិនល្អទៅនឹងបងប្រុសម៉ានគាត់និយាយចឹងគាត់មិនមែនជាមនុស្សដែលជាអាកាសទេបងប្អូនគឺបងម៉ានគាត់តាមត្រូវដែរតែខាងស្រីឲ្យដែរទេបងប្អូន
នឹងបានយើងទៅដែររួចហើយបងស្រីចានីក៏បានឆ្លើយជាមួយនឹងបងម៉ានថាខ្ញុំដេកមិនលក់ទេបងវាផ្លែកកន្លែងហើយបងបូគាត់បានដេកលក់បាត់ហើយដល់ពេលហើយចឹងទៅបងម៉ានក៏សួរទៀតដែរហើយចានីមករកបងមានការអីមែនហើយដល់នេះបងស្រីចានីក៏បានឆ្លើយថាអត់មានការអីទេបងម៉ានគ្រាន់តែដេកមិនលក់ទៅមកលេងបងឯងចឹងទៅនៅពេលនោះដែរបងស្រីចានីនឹងមកប្រុសម៉ាននិយាយគ្នាយ៉ាងយូរហើយបងស្រីចានីគាត់ក៏រៀងឲ្យដៃបងប្រុសម៉ានបន្តិចដែរបងប្អូនដើម្បីឲ្យបងម៉ានចាប់អារម្មណ៍មកលើគាត់តែបងម៉ានមិនហ៊ានទេគ្រាន់តែលួចមើលតិចហើយបងម៉ានឲ្យបងស្រីចានីទៅដេកវិញទៅកំណត់យូរពេកគាត់យកលេសទៅគាត់ងុយដេកដែរហើយប៉ុន្តែអារម្មណ៍របស់បងស្រីចានីនៅក្នុងយប់នោះហាក់ដូចជាស៊ីចង្វាក់គ្នាជាមួយនឹងបងម៉ានខ្លាំងណាស់ដូចដល់អាទិត្យក្រោយមកទៀតបងស្រីចានីក៏បានបបួលបងប្រុសសម្បូរមកផ្ទះចំការទៀតប៉ុន្តែបងប្រុសសម្បូរគាត់មិនបានមកទេក៏ឲ្យបងស្រីចានីមកតែឯងដោយប្រាប់ថាថ្ងៃអាទិត្យនឹងគាត់មិនបានសម្រាកទេកន្លែងការងាររបស់គាត់ឲ្យធ្វើការបន្ថែមបន្ទាប់មកបងស្រីចានីក៏បានបើកឡានមកតែម្នាក់ឯងហើយបងស្រីចានីមកដល់ផ្ទះចំការគាត់ក៏បានធ្វើម្ហូបហូបជាមួយនឹងបងម៉ានតែពីរនាក់ដូចជាអាទិត្យមុនដែរនៅយប់បន្តិចបងម៉ានគាត់បានប្រាប់បងស្រីចានីថាចានីដេកក្នុងបន្ទប់បិទទ្វារអស់ចិត្តផងហើយដល់នេះបងស្រីចានីក៏បានថាហេបងម៉ានឯងតាណាគឺបងស្រីចានីក៏សួរបងម៉ានអញ្ចឹងថាបងម៉ានឯងតាណាហើយបងម៉ានគឺគាត់ទៅដេកនៅកញ្ចុះដដែលទេហើយបងស្រីចានីបានធ្វើជាហើយបងស្រីចានីបានឆ្លើយជាមួយនឹងបងម៉ានថាហើយបងឯងទៅដេកនៅកញ្ចុះធ្វើអីដេកនៅក្នុងបន្ទប់ចិត្តខ្ញុំនេះហើយគ្រាន់មានការអីខ្ញុំហៅបងឯងវាលឿនជាងនិយាយចប់បងស្រីចានីក៏ដើរចូលក្នុងបន្ទប់បាត់ទៅហើយបងម៉ានក៏ដើរទៅកញ្ចុះផងដែរគឺកញ្ចុះនៅក្នុងកដាចំការនោះយប់រៀងស្ងាត់បន្តិចបងប្រុសម៉ានក៏បានដើរមកចូលបន្ទប់ទឹកហើយដើរកាត់មុខបន្ទប់របស់បងស្រីចានីភ្លើងនៅក្នុងបន្ទប់របស់បងស្រីចានីមិនទាន់បិទបងម៉ានដើរមកដល់មុខបន្ទប់ក៏ឮសំឡេងរៀងប្លែកបងប្រុសម៉ានក៏ស្ដាប់ហើយលួចមើលតាមប្រឡោះប្រហោងបន្ទប់ក៏ឃើញបងស្រីចានីកំពុងតែមើលរឿងរ៉ាវសាច់នឹងយកដៃរបស់គាត់មកអង្អែលដើមទ្រូងរបស់គាត់យ៉ាងររៀលធ្វើឲ្យបងម៉ានមានអារម្មណ៍យ៉ាងខ្លាំងហើយបងម៉ានក៏បានសួរទៅបងស្រីចានីថាចានីធ្វើអីហ្នឹងមិនទាន់ដេកទេអីគឺគាត់សួរធ្វើអត់ដឹងរឿងអញ្ចឹងនៅពេលនោះបងស្រីចានីគាត់ក៏ភ្ញាក់ហើយបានឆ្លើយប្រាប់ទៅបងម៉ានទាំងកំពុងតែមានអារម្មណ៍មិនទាន់ដេកទេបងហើយបងឯងធ្វើអីហ្នឹងគឺគាត់សួរបងម៉ានទៅវិញអញ្ចឹងហើយបងម៉ានក៏គាត់ឆ្លើយថាបងចូលបន្ទប់ទឹកបងទៅវិញឥឡូវហើយគាត់ធ្វើនិយាយដូចអត់ដឹងរឿងអញ្ចឹងបងប្អូនរួចហើយបងម៉ានក៏បានដើរមកដេកវិញបងម៉ានរៀបនឹងបិទភ្លើងដេកស្រាប់តែបងស្រីចានីបានដើរមកដល់បងម៉ានសួរថាចានីមកធ្វើអីមិនមិនដេកគឺគាត់សួរអញ្ចឹងថាមកធ្វើអីមិនក៏មិនដេកហើយអានេះបងស្រីចានីក៏ថាខ្ញុំដេកមិនលក់ទេហើយបងស្រីចានីក៏បានសួរទៅបងម៉ានថាបងម៉ានមិញបងម៉ានឯងលួចមើលខ្ញុំមែននឹងបងស្រីចានីក៏សួរអញ្ចឹងថាបងម៉ានឯងលួចមើលខ្ញុំមែនហើយបងម៉ានក៏ឆ្លើយទាំងភ័យថាអត់ទេអត់បានលួចមើលទេហើយបងស្រីចានីបន្តទៀតថាបើបងឯងប្រាប់ខ្ញុំត្រង់បងឯងហ្នឹងរួចខ្លួនហើយដល់នេះបងម៉ានក៏រៀងភ័យដែរខ្លាចប្តីរបស់បងចានីក៏ដឹងដែរណា
rồi bọn ôn cái này bằng má bán slide chẳng phải thả bọn bán lụi mơ men hay tao đấy bọn xây chân đi bạn mà toàn thiệt thả bọn bán khơi ấy khác bọn xây chân đi gần dây chẳng á hay bọn mangกับbạnปรับต้องต่อต่างอ้อท้าbọn bán khơiต่างอ้อนั่งคือkhơi chân đi anh cũng cùng đã mơ riêng hay giờ đây bằng ai đâm trung ở chân tờ sẽ hô hai ai chân tờ tạm đây vậy để gọt khơi đôi ở róm bọn xây chân đi cũng cùng tại phục control bọn xây chân điกับbạn oi bằng má đó nghe tiếp bỏ bằng ai đang cài được bỏ quạt rồi có là than xua cho mùi khăn đi nào lời cảnh cho nút giang miếng đầy sọc tay bọn xây chân đi nào mình tuần ở róm có bỏ buộc bằng má đó nghe cho không bắn tập bỏ cọt vinh người ta phải miên plơ mình hai giang ta vật một ham nào về nút bong man mình chăm dù thế có bán lực bay bọn xây chân đi vì lời cảnh cho rồi hai có cho không bắn tập hai có bán đã bọn xây chân đi đó nghe tờ lờ bù rồi có bán lang than xua chờ mùi khăn đi mà đòn tiệt rồi hốt đó bọn xây chân đi được tuột bán đây sọc lơ pi cá cọt cật tục lúc đó là bật lang muốn bọn xây chân đi lang một thời cả bọn xây chân đi bán áo giờ bằng má đó cứ xong oi phải đây sọc oi cọt mà đòn tiệt rồi thang nào thì tích coi là bạn cọt một tiệt ấy chẳng tử bọn mán các bạn chập ao bọn xây chân đi rồi cho không bắn tục rồi cả chập đấy bọn xây chân đi thời cả phải đó đây sọc oi bọn xây chân đi mà đòn tiệt muốn phơi cốt trên đặt phơi cả bọn xây chân đi ba pรับoi bằng man oi bên trên cầm lăng oi khlang tiêu cốt miếng đây sọc hai bằng man đó nghe có cốt phơi tam ở vậy để bọn xây chân đi bán thả bằng man khlang nhưng được bạn đây sọc mà đòn tiệt hai rồi hai bọn xây chân đi các bạn tránh tấu phơi ca bắt tử nó về bọn xây chân đi tránh tàu đó vẽ cần là phơi hai bằng man có bạn tê tụi sập xua bọn xây chân đi thả sơ đây chân đi ta chân đi là nghịch đấy một chấm cá tiệt tê cứ bằng man cả xua chẳng á hai bọn xây chân đi gọi bạn xây thả ta bằng man miên cá ấy đấy là nghịch nhất nhưng mình bán một chấm cá tê đó ta thay ở tiết cày bán nhưng một tiệt hai bằng man miên cá ấy đây men trong một miên cá ấy tê khán té nước khơi rừng cá vì chụp mình nâng na nhưng nâu mình tuấn ở chặt chẳng nâu chỉ mua chân ní ở bán dù nó pê này dây nhà chấp bọn ra chân ní có quát trâu đó cái lạnh theo cả bỏ quạt hay các bạn bắt tôi sam chỉ mua nắng bóng màn tử mình dù bên mát ngày ở tích có một đỏ bọn ra chân ní tranh vì thuê cá rồi nháp một trong cá tay mà đòn nó pê một đỏ còn lại tình mà hộp bọn xây chân ní cho tình mà hộp đối sắp đòn anh chẳng nâu pê lúc khó bị rõ đòn cứ bọn xây chân ní tình mình thèm nâu bị dìa cái là cái lúc cầm đào sạch chỉ mùi nướng bóng rõ màn nâu pê đó là trong cả hai bọn xây chân ní ban chô không thể bài nằm bấy thừa mà hộp hai bọn mán ban chô tới chuối thừa hộp phòng đài thưa một hộp ruột bọn xe chân ní ba châu từ ngô tức là bắt đầu với chẳng tàu rồi có một hộp hà về là nghĩa chỉ muối những cái này bọn proman phụ cốt đang bị nét hộp bắn đá dây cái này bắn đá nấu nóng nước phòng đá bọn xe chân ní những bọn proman để trâu chia bọn xe chỉ đốn mùi còn nóm cái này hộp bị gì đam bấy cầm đào sạch riêng cái luồn mua chân tu cái rồi máu sạch đâm rồi bỏ phụ quát tăng pi nè có cái đào lớn mà đó mình tịnh nơi để tây dọc ngắt cho để che một tịnh tích và trong bọn xây chân đi cầm phong tá miền ở rộng phục bình trốn vừa oi bọn xây chân đi bị bạ nặng truồng ban oi bọn proman bay quát cho không bắn tập tại mặt đỏ nơi phim nữa bọn proman đang thả bọn xây chân ní cầm phong tá miền ở rộng nhãn khang hai bọn rong đang bật thuê bọn tập
ប៉ុន្តែបងស្រីចានីថាមិនបាច់បិទទ្វារទេហើយភ្លើងក៏មិនបាច់បិទដែរបន្ទាប់មកបងស្រីចានីក៏បានឲ្យបងប្រុសម៉ានស្ទាបអង្អែលរាងកាយខ្លួនប្រាណយ៉ាងស្រាប់ស្រាលអីចឹងទៅហើយបងម៉ាននៅពេលនោះដូចជាក្របីឡើងកអញ្ចឹងកម្លាំងក៏ខ្លាំងបងម៉ានចាប់ផ្ដើមអាអូនតូចរបស់គាត់ធ្វើការតែម្ដងបងម៉ានកំពុងតែប្រើកម្លាំងធ្វើការខ្លាំងមកលើបងស្រីចានីហើយនៅពេលនោះបងស្រីចានីបានខ្សឹបប្រាប់បងម៉ានទាំងអារម្មណ៍ពុះកញ្ជ្រោលហើយអារម្មណ៍កំពុងនៅលើឋានសួគ៌បងម៉ានកុំទាន់ឈប់ខ្ញុំសុំឲ្យយូរបន្តិចបងម៉ានក៏ព្រមធ្វើតាមបងស្រីចានីចង់បានមួយសន្ទុះបងស្រីចានីបានធ្វើឲ្យបានមួយសន្ទុះបងម៉ានបានធ្វើឲ្យបងស្រីចានីបេចកែវខ្ទិះដូងរបស់គាត់បែកហើយខ្ទិះដូងរបស់បងស្រីចានីបានហូរប្រឡាក់ពេញពូកក្នុងបន្ទប់ដេករបស់គាត់ហើយបងម៉ាន់ក៏បានពោលថាចានីពិតជាមានខ្ទិះច្រើនមែនគឺបងម៉ាន់គាត់និយាយអញ្ចឹងគឺថាបងស្រីចានីក៏មានខ្ទិះច្រើនមែនព្រោះអីគាត់បានធ្វើឲ្យបែកកែវខ្ទិះរបស់បងស្រីចានីហើយណាបងប្អូន